ចូលឆ្នាំមួយឆ្នាំមានតែម្ដងទេអញ្ចឹងហើយបងប្អូនកុំរំលងសម្លការីឲ្យសោះអាចធ្វើទៅវត្តក៏បានឬក៏ញ៉ាំជុំគ្រួសារក៏បានដែរហើយបើសិនជាបងប្អូនបានធ្វើហើយកុំភ្លេចចូលរួមលេងហ្គេមងាយៗជាមួយនឹងម្សៅស៊ុបរ៉ូឌីរង្វាន់គេមានច្រើនមែនតើបងប្អូនមានតាំងពីទូទួលឆ្នាំងបាយចក្រានម៉ាស៊ីនមូសសក់អីហ្នឹងហើយសម្រាប់របៀបធ្វើបងប្អូនណាដែលអត់ចេះអាចមើលក្នុងវីដេអូនេះបានសម្រាប់គ្រឿងផ្សំដំបូងគេផ្នែកសាច់ហ្នឹងគឺយើងមានជាឆ្អឹងជំនីជ្រូកជាមួយនឹងឈាមជ្រូកយើងកាប់វាម្ដុំលាងទឹកលាងអីឲ្យស្អាតទៅគ្រឿងបន្ទាប់មកទៀតហ្នឹងយើងមានជាម្ទេសផ្លោកក្រៀមចិញ្ច្រាំអានេះគឺគ្រាប់ក្រហមផ្កាច័ន្ទគ្រឿងការីហើយនិងគ្រឿងបុកនេះយើងបុកខ្លួនឯងមកបានឈ្ងុយបងប្អូនហើយបន្ទាប់មកគឺយើងមានជាសណ្តែកដីលីងអានេះបងប្អូនបុកឲ្យម៉ត់ក៏បានឬក៏នៅរាងដុំក៏បានដែរហើយអីដែលសំខាន់មួយទៀតហ្នឹងគឺកាពិបងប្អូនសម្រាប់កាពិគឺខ្ញុំមានជាកាពិកពតឬក៏មិនចឹងទេបងប្អូនប្រើកាពិកៅធម្មតាក៏បានដែរហើយខ្ទិះដូងអត់បានទេណាបងប្អូនមានទាំងខ្ទិះដើមហើយនិងខ្ទិះចុងចូលមកដល់បន្លែវិញគឺខ្ញុំប្រើចំនួន3មុខយើងមានជាការ៉ុតដលងជ្វាហើយនិងខ្ទឹមបារាំងហើយបើសិនជាបងប្អូនណាចង់បន្ថែមបន្លែផ្សេងពីហ្នឹងក៏បានដែរជាអាចបន្ថែមជាសណ្តែកគួរជាមួយនឹងត្រប់វែងបានបន្ទាប់ពីហ្នឹងមកគឺយើងមករៀបចំដាក់ស្លហ្មងដំបូងគេយើងចាក់ប្រេងឆាទុកឲ្យក្តៅបន្តិចមកយើងលាងគ្រាប់ក្រហមសម្រាប់គ្រាប់ក្រហមនេះលាងប្រហែលជាខ្ទង់1នាទី2នាទីអីហ្នឹងវាចាប់ផ្ដើមចេញពណ៌ក្រហមហើយយើងស្រង់វាចេញមកហើយយើងរំលាយម្ទេសផ្លោកក្រៀមចិញ្ច្រាំអានេះបងប្អូនដាក់ឲ្យច្រើនសបល់វាគឺកាន់តែក្រហមហ្មងយើងលាងលើភ្លើងប្រហែលជាខ្ទង់1នាទី2នាទីអីហ្នឹងបងប្អូនដាក់គ្រឿងចូលមកសម្រាប់គ្រឿងបុកនេះគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយកាពិខ្ញុំប្រើ1ស្លាបព្រាបាយយើងលាងគ្រឿងទាំង3មុខហ្នឹងនៅលើភ្លើងឲ្យរាងយូរបន្តិចមកមើលតឡើងឈ្ងុយមកល្មមចាំដាក់ស្ករចូលស្ករត្នោតដំបូងនេះគឺខ្ញុំដាក់កន្លះស្លាបព្រាបាយសិនលីងស្ករត្នោតជាមួយនឹងគ្រឿងនឹងបន្តិចហើយចាក់គ្រឿងការីចូលចំនួន1កញ្ចប់ហើយនេះគឺផ្កាច័ន្ទណាបងប្អូនជាមួយនឹងសណ្តែកដីអីហ្នឹងយើងដាក់ចូលជាមួយគ្នាមកហើយដើម្បីកុំឲ្យវាស្ងួតផ្ទះយើងបន្ថែមខ្ទិះចុងបន្តិចបតាណាបងប្អូនយើងកូរវាប្រហែលជាខ្ទង់3-4នាទីមើលតឡើងក្លិនឈ្ងុយមកល្មមសិនចាំដាក់ឆ្អឹងជំនីជ្រូកចូលឆាជាមួយគ្រឿងហ្នឹងឆ្អឹងជំនីជ្រូកនេះគឺខ្ញុំឆាតឲ្យឆ្អិនហ្មងណាបងប្អូនហើយយើងបន្ថែមទឹកបន្តិចមកឆាប្រហែលជាខ្ទង់6ទៅ7នាទីតោះតែវាឡើងឆ្អិនមកល្មមសិនបាទខ្ញុំដាក់ខ្ទិះចុងចូលសម្រាប់ខ្ទិះដូងចុងរបស់ខ្ញុំនេះប្រហែលជា7 លីត្រប៉ុន្តែខ្ញុំបន្ថែមទឹកសធម្មតាទៀតតែបងប្អូននិយាយទៅទឹកយើងលៃលោកមកល្មមទៅហើយចាំយើងដាក់បន្លែចូលរងាស់ជាមួយគ្នាហ្មងព្រោះអីពីរមុខហ្នឹងគឺវាអត់ងាយរលួយទេហើយសម្រាប់ខ្ញុំមិនថាជាមុខម្ហូបស្លស្ងោរឆាឬក៏ប្រឡាក់ទេអត់អាចអត់ម្សៅស៊ុបរ៉ូឌីបានទេហើយម្សៅស៊ុបរ៉ូឌីគឺមានពីររសជាតិមានរសជាតិសាច់មាន់ហើយនិងរសជាតិសាច់ជ្រូកដែលផលិតឡើងពីសាច់សុទ្ធល្អរួមបញ្ចូលជាមួយខ្ទឹមសនិងម្រេចដែលធ្វើឲ្យមុខម្ហូបរបស់យើងកាន់តែមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់ហើយទំហំវិញគឺមាន4ខ្នាតគឺមាន650ក្រាម400ក្រាម165ក្រាមនិង17ក្រាមបន្ទាប់ពីនឹងមកខ្ញុំបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេទឹកត្រី2ស្លាបព្រាបាយអំបិលមួយចឹបចុងក្រោយគេគឺជាទឹកដោះគោខាប់បងប្អូនខ្ញុំដាក់ចំនួន1កូនវែកតូចនឹងដាក់គ្រឿងក្រៅចូលហើយយើងកូរច្បល់វាឲ្យចូលជាតិល្អមកបងប្អូនគ្រប់គម្របហើយដាក់រងាស់វាចោលសិនហើយសម្រាប់ការរងាស់វិញប្រហែលជាខ្ទង់20នាទីទៅ30នាទីបងប្អូនអាចដួសសាច់ម្ដុំភ្លក់មើលសិនបើសិនជាវាអត់ទាន់ផុយទេយើងអាចគ្រប់គម្របបន្តរងាស់ទៀតតើតែវាឡើងផុយល្អអញ្ចឹងទៅមើលតែវាឡើងផុយមកល្មមហើយបាទខ្ញុំដាក់ឈាមជ្រូកចូលជាមួយនឹងបន្លែហ្មងបន្លែចុងក្រោយគេនេះគឺជាខ្ទឹមបារាំងបងប្អូនពីរមុខហ្នឹងគឺវាឆាប់ឆ្អិនទេដាក់ចូលកូរច្បល់ឲ្យសព្វហើយយើងគ្របវាទុកម្ដងទៀតមកប៉ុន្តែម្ដងទៀតនេះគឺអត់ទុកយូរទេគ្របទុកនឹងប្រហែលជាខ្ទង់3ទៅ4នាទីអីហ្នឹងគឺវាឆ្អិនហើយឃើញថាបន្លែរបស់យើងឆ្អិនមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានបន្ទាប់ពីថែមថយគ្រឿងត្រូវរសជាតិអស់ហើយបងប្អូនបន្ថយភ្លើងឲ្យនៅតូចបានហើយចាំចាក់ខ្ទិះដូងដើមចូលចុងក្រោយគេភ្លើងហ្នឹងយើងនៅបន្តបើកតិចៗមកណាបងប្អូនទុកឲ្យវាពុះបន្តិចមកអានេះប្រហែលជាខ្ទង់2នាទីអីហ្នឹងគឺវាពុះហើយតែប៉ុណ្្នឹងមកសម្លការីជាមួយឆ្អឹងជំនីជ្រូករបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់ស្លការីនឹងដែរបើសិនជាបងប្អូនបានធ្វើកុំភ្លេចចូលរួមលេងហ្គេមជាមួយនឹងម្សៅស៊ុបរ៉ូឌីផងងាយដំបូងគេនឹងយើងគ្រាន់តែចែករំលែក poster នឹងជាសាធារណៈនៅលើ Facebook របស់បងប្អូនផ្ទាល់ទៅហើយសម្រាប់សម្លការីនឹងគឺយើងចម្អិនជាមួយនឹងម្សៅស៊ុបរ៉ូឌីរសជាតិសាច់ជ្រូកបន្ទាប់ពីធ្វើរួចរាល់ហើយបងប្អូនគ្រាន់តែថតរូបភាពសម្លការីរបស់យើងភ្ជាប់ជាមួយនឹងម្សៅស៊ុបរ៉ូឌីរសជាតិសាច់ជ្រូកនឹងបន្ទាប់មកបងប្អូនយករូបភាពនឹងផុសនៅលើ Facebook ដាក់ជាសាធារណៈហើយភ្ជាប់ជាមួយនឹង hashtag ដោយដែលខ្ញុំបានបង្ហាញអញ្ចឹងមកបន្ទាប់ពីនឹងមកយើង take Facebook page Rodi Cambodia ហើយនឹងមិត្តភ័ក្តិរបស់យើងចំនួន5នាក់ចូលផុសរូបរួចរាល់ហើយយើង share ផុសរបស់យើងនឹងចូលទៅក្នុង story ទៅ mention Facebook page Rodi Cambodia ដដែលហើយចុងក្រោយគេយើងគ្រាន់តែ screenshot ផុស Facebook របស់យើងនឹងជាមួយនឹង story ហើយយើង copy link យកទៅ comment ក្រោមរូបភាពនឹងជាការស្រេចហើយសម្រាប់រង្វាន់វិញគឺមានច្រើនមែនតើបងប្អូនមានតាំងពីទូទួលចង្ក្រានឆ្នាំងបាយឆ្នាំងសម្លម៉ាស៊ីនមូសសក់ជាមួយនឹងផលិតផលរបស់អាជីណូម៉ូតូជាច្រើនទៀតបងប្អូនហើយការចូលរួមលេងហ្នឹងគឺផុតកំណត់ត្រឹមថ្ងៃទី27 មេសាហ្នឹងហើយអញ្ចឹងហេបងប្អូនកុំភ្លេចរស់រានទាំងអស់គ្នា